Trong videoនេះខ្ញុំមកធ្វើការប្រាប់ពីរបៀបយើងភ្ជាប់ tele របស់យើងចូលទៅក្នុងដុំបាទ OK3518 ណាសម្រាប់មូលហេតុបងប្រើសុកដាច់ tele ដោយសារមានច្រើនមូលហេតុទី1ដោយសារយើងដោះថ្មចេញពី tele បាទមូលហេតុទី2ដោយសារអ្នកនរគ្នាប្រើ tele Air Mouse ផង tele Sydney ផងមូលហេតុទី3ដោយសារតែយើងបិទ Bluetooth មូលហេតុទី4ដោយសារតែអតិថិជនភ្ជាប់ Bluetooth ធំបាសផងហើយនឹង tele ផងអញ្ចឹងពេលខ្លះវាដាច់ Bluetooth ពី tele របស់យើងអញ្ចឹងសម្រាប់ការភ្ជាប់ Bluetooth ឡើងវិញអ្នកគ្នាវាមានខ្ញុំប្រាប់វិធីយើងចូលទៅក្នុង setting នេះមកនៅកន្លែង setting នេះក៏បានដែរនៅពេលដែលដាច់ Bluetooth គឺ tele នេះយើងបញ្ជាទៅទិសដៅណាផ្សេងអត់ស៊ីទេណាតោះតែយើងចុចទៅដល់ដុំនោះអញ្ចឹងយើងអ្នកគ្នាចុចទៅក្បែរដុំហ្នឹងទៅហើយចូលកន្លែងការកំណត់បាទកន្លែង setting កន្លែងការកំណត់បន្ទាប់មកយើងយកពាក្យថាឧបករណ៍បញ្ជាពីចម្ងាយនិងឧបករណ៍បន្ទាប់បន្សំដែលមានរូប tele នឹងយើងចុច OK លើនឹងមកបាទមកដល់នេះវានឹងឲ្យអ្នកនរគ្នាចុច OK ឬក៏សញ្ញាដកបើសិនវាអត់ចេញអញ្ចឹងក៏ដោយក៏អ្នកនរគ្នាត្រូវចុចដូចខ្ញុំចេះមកណាយើងចុច OK ហើយនឹងសញ្ញាដកខ្ញុំសូម focus បន្តិចបាទចាំបន្តិចអ្នកនរគ្នាចុច OK ហើយនឹងសញ្ញាដកឲ្យជាប់គ្នាបាទអញ្ចឹងចុចតាណាគ្នាហើយយើងមើលភ្លើងកន្លែងភ្លើង tele នេះវាលោតផ្លឹបអញ្ចឹងបាទបន្ទាប់មកវានឹងធ្វើការ connect ទៅកាន់ដុំរបស់យើងបាទអញ្ចឹងមកបាទឬក៏ពេលខ្លះបើសិនជាវាអត់ connect auto អញ្ចឹងទេអ្នកនរគ្នាវានឹងលោតឈ្មោះបាទវានឹងលោតឈ្មោះ TV K8 នៅលើហ្នឹងអ្នកនរគ្នាគាត់តែចុចលើឈ្មោះហ្នឹងទៅគឺបានហើយឬក៏អ្នកនរគ្នាចុចនៅលើដាក់ឧបករណ៍បន្ទាប់បន្សំវាឲ្យអ្នកនរគ្នាចុចដូចវាបង្ហាញហ្នឹងអញ្ចឹងយើងចុចទៅតាមរូបភាពដែលគេដាក់ហ្នឹងមកគឺអូខេហើយបាទហើយបើអ្នកនរគ្នាធ្វើតាមវិធីហ្នឹងអត់ទាន់ដើរទេបើន័យថាយើងមានវិធីមួយទៀតណាអញ្ចឹងយើងចូលទៅក្នុងពាក្យថានេះចំណងចំណូលចិត្តឧបករណ៍បាទយើងចុចទៅលើចំណងចំណូលចិត្តឧបករណ៍បន្ទាប់មកអ្នកនរគ្នាឃើញពាក្យថា Bluetooth ណាយើងមកចុច OK លើ Bluetooth បន្ទាប់មកអ្នកនរគ្នានឹងឃើញពាក្យថា TV K8 នេះឃើញអត់នៅលើនេះអញ្ចឹងយើងគ្រាន់តែចុចទៅលើឈ្មោះថា TV K8 ហ្នឹងមកហើយចុចពាក្យថាយល់ព្រមបាទប៉ុណ្ណឹងមកវាថាកំពុងតភ្ជាប់ហើយវានឹងបង្ហាញថ្មឲ្យយើងចឹងមកអញ្ចឹងគឺយើងចុចបានធម្មតាឃើញទេខ្ញុំបញ្ជាទៅណាក៏វាស៊ីដែរបាទអញ្ចឹងគឺយើងភ្ជាប់បានជោគជ័យហើយបាទ